មកនិយាយភាគពីរអំពីពលករធ្វើការនៅក្រេចាខាងប្រុសគាត់បានសម្រេចចិត្តលែងប្រពន្ធគាត់នៅខ្មែរចោលហើយរៀបការជាមួយអ្នកក្រោយដែលធ្វើការនៅក្រេដូចគ្នាមិនមែនដោយសារតែអ្នកក្រោយហ្នឹងទៅគាត់លែងប្រពន្ធគាត់ទេព្រោះតែគាត់បាននិយាយថាលែងគ្នាជាមួយប្រពន្ធតាំងពីគាត់នៅខ្មែរម្លេះសារតែគាត់រស់នៅមិនចោះសម្រុងគ្នាជាមួយប្រពន្ធដើមហ្នឹងគាត់ក៏មានកូនស្រីម្នាក់ស្រឡាញ់កូនស្រីគាត់ណាស់រហូតតតែគាត់សាក់ឈ្មោះកូនស្រីនៅលើដៃគាត់បានលែងគ្នាជាមួយប្រពន្ធពិតមែនប៉ុន្តែគាត់នៅតែចិញ្ចឹមកូនគាត់ជាមួយអ្នកក្រោយក៏បានរៀបការជាមួយគ្នារស់នៅយ៉ាងមានក្តីសុខតែភាពសុខសាន្តនឹងនៅមិនថិតថេរទេអ្នកទាំងអស់គ្នាគាត់នឹងប្រពន្ធក្រោយគាត់តែងតែឆ្លោះគ្នាដោយសារតែខាងប្រុសហ្នឹងចេះតែលួចមានស្រីមិនថាឆាតតាម Facebook ឬក៏ឆាតតាមប្រព័ន្ធអីទេគឺគាត់តាមឆាតញ៉ាយស្រីរហូតយកអ្នកក្រោយប៉ុន្តែគាត់មិនដែលឲ្យតម្លៃអ្នកក្រោយនឹងគោរពស្រឡាញ់ទឹកចិត្តប្រពន្ធក្រោយនឹងទេរឿងហ្នឹងរៀងវែងដែរអ្នកនរគ្នាចាំខ្ញុំនិយាយភាគក្រោយទៀតណា